9ណាចាំមើលតិចទៀតវាចេញមកទាំងអស់ពី23បាទឥឡូវបាន19នៅ4ទៀត14ទៀតតែខ្ញុំចង់ដល់នៅអានេះមេរៀនវិភាគណាដើម្បីបងប្អូនអាចយកទៅវិភាគយកបិញមកកត់ផងវិធីសាស្ត្រនៅក្នុងការវិភាគគោលបំណងឬក៏គោលដៅនៃកិច្ចការងារនយោបាយមួយឬក៏ស្ថាប័នណាមួយវាមាន5រូបមន្តនេះគេហៅរូបមន្ត SMART ណា SMART Smart Model នេះបងប្អូនអ្នកសិក្សាស្រាវជ្រាវឬក៏អ្នកដែលធ្វើវិភាគធ្វើការវិវត្តគោលនយោបាយឬក៏ធ្វើវិភាគទៅលើគោលនយោបាយណាគឺស្គាល់ហើយ model មួយនេះ model នេះគឺរកឃើញឬក៏បង្កើតឡើងដោយលោក George Doran នៅក្នុងឆ្នាំ1981គាត់ជាទីប្រឹក្សាបច្ចេកទេសណានៅក្នុងស្ថាប័នជំនួយធំមួយនៅក្នុងសហរដ្ឋអាមេរិកដើម្បីបងប្អូនអាចវិភាគទៅលើគោលនយោបាយវិភាគទៅលើគោលដៅនៃស្ថាប័នណាមួយបានយើងប្រើរូបមន្តច្រើនតែខ្ញុំយករូបមន្តនេះសាមញ្ញយកមកឲ្យបងប្អូនពិនិត្យមើលតាមរយៈ Smart Model នេះអា Smart ឆ្លាតណាប៉ុន្តែយើងយកពាក្យហ្នឹងយកមកបំបែកវាមួយ Smart S អក្សរ S Smart វាមាន SMART អញ្ចឹងអក្សរ S ទី1នេះគឺ specific យើងយកអាហ្នឹងទៅឆ្លោះទៅលើគោលនយោបាយឬក៏គោលដៅឬគោលនយោបាយទាំងគោលនយោបាយរបស់រដ្ឋាភិបាលទាំងគោលនយោបាយរបស់គណៈបករបស់រដ្ឋាភិបាលក្រៅប្រទេសនិងរដ្ឋាភិបាលក្នុងប្រទេសដើម្បីឲ្យបងប្អូនអាចយកមកជាមូលដ្ឋាននៅក្នុងការពិចារណាដើម្បីជ្រើសរើសអ្នកនយោបាយដឹកនាំជាតិរបស់យើងឲ្យបានត្រឹមត្រូវថ្ងៃអនាគតទី1បើយើងចង់ទៅពិនិត្យទៅលើគោលនយោបាយរបស់ពួកគាត់ទី1ទៅមើលថាតើគោលនយោបាយហ្នឹង specific អត់ specific មានន័យថាគោលនយោបាយច្បាស់លាស់អត់វាមិនតូចពេកវាមិនធំពេកមើលទៅច្បាស់ហ្មងដឹងពីណាទៅណាពី A ទៅដល់ Z ហ្នឹងគឺដឹងថាគោលនយោបាយនេះដាក់ទៅគឺគោលដៅវាទៅណាលទ្ធផលវាយ៉ាងម៉េចណាមានភាពប្រកបនិយមណាហើយមើលទៅច្បាស់លាស់អាហ្នឹងចំណុចទី1នឹងយកទៅវិភាគគោលនយោបាយយកទៅវិភាគគោលបំណងគោលដៅរបស់អ្នកនយោបាយអញ្ចឹងទៅចំណុចទី2គឺ M ហ្នឹងគឺជាតួអក្សរទី2នៃ SMART គឺ measurable នេះគឺប្រែថាអាចវាស់វែងបានមានន័យថាអាចធ្វើការវាតម្លៃបានណាវាមិនធំពេកវាមិនតូចពេកហើយជាគោលនយោបាយដែលអាចយកទៅមានន័យថាយកទៅពិនិត្យយកទៅត្រួតពិនិត្យយកទៅការតាមដាននិងវាតម្លៃបានណាអាចធ្វើបានចំណុចទី3 achievable គឺយើងទៅពិនិត្យមើលថាគោលនយោបាយហ្នឹងមានភាពប្រកបនិយមប៉ុណ្ណាអាចធ្វើទៅរួចអត់ណាអាចធ្វើទៅរួចអត់ចំណុចទី3អក្សរទី3គឺអក្សរ A នៃអក្សរទី4បាទអក្សរទី4នៃអក្សរ SMART អក្សរ A ហ្នឹងគឺ reluctant នេះគឺតើគោលបំណងគោលនយោបាយហ្នឹងវាស៊ីជាមួយនឹងទស្សនវិស័យវាស៊ីជាមួយនឹងស្ថានភាពនៅក្នុងប្រទេសកម្ពុជាអត់បងប្អូនមានបានចាំទេកាលពីការឃោសនាលើកមុនមានគណៈបកខ្លះគាត់ឃោសនាមកគឺបើសិនជាគណៈបកគាត់ឆ្នោតគឺគាត់ដាក់ Wi-Fi ទូទាំងប្រទេសហ្នឹងគោលនយោបាយគាត់ហ្នឹងហើយបើយើងយកវិធីសាស្ត្រដែលខ្ញុំបង្ហាញនេះយកទៅវាស់វែងមកដាក់ Wi-Fi ទូទាំងប្រទេសច្បាស់លាស់ទេអត់វាស់វែងបានទេអត់អាចធ្វើទៅរួចទេអត់ស្របជាមួយនឹងស្ថានភាពនៅកម្ពុជាទេអត់ចំណុចចុងក្រោយគឺពេលវេលា time bond ថាតើគោលនយោបាយឬក៏គោលបំណងនៃគោលនយោបាយហ្នឹងអាចធ្វើបាននៅពេលណាហើយរយៈពេលប៉ុន្មានចឹងហើយខ្ញុំគ្រាន់តែចង់បង្ហាញជូនថាអា Smart Model នេះបងប្អូនអាចយកទៅពិចារណាទៅលើគោលនយោបាយទាំងអស់របស់អ្នកនយោបាយទាំងអ្នកប្រឆាំងទាំងអ្នកស្របដើម្បីកុំឲ្យអ្នកនយោបាយកុហកយើងបានបងប្អូនបើសិនជាក្នុងករណីបងប្អូនយកអាហ្នឹងទៅឆ្លោះទៅលើគោលនយោបាយឬគោលបំណងនៃអ្នកនយោបាយទាំងអស់ហ្នឹងហើយបងប្អូនដឹងភ្លាមថាអូនអ្នកនយោបាយនេះអត់ទេកុហកព្រោះនៃគោលនយោបាយដែលចេញមកវាធ្វើអត់បានហ្មងហើយអត់ស្របជាមួយនឹងស្ថានភាពនៅកម្ពុជាហ្មងភាសាខ្មែរគេហៅថាជាគោលនយោបាយកាត់ក្បាលខ្មែរតម្រូវមួកបារាំងឬក៏កាត់ក្បាលតម្រូវមួកគោលនយោបាយបែបហ្នឹងអាលាយហើយគោលនយោបាយរបស់រដ្ឋាភិបាលហ្នឹងគឺបងប្អូនយកទៅខ្ញុំមិនធ្វើការវាតម្លៃទេប៉ុន្តែខ្ញុំចង់ឲ្យបងប្អូនចេះពិចារណាចេះធ្វើការវិភាគទៅលើគោលនយោបាយទៅលើគោលដៅនៃគោលនយោបាយមួយថ្ងៃនេះអាច free មេរៀនវិភាគគោលនយោបាយឲ្យបងប្អូនជារូបមន្តសាមញ្ញមានរូបមន្តច្រើនទៀត CBI ស្អីមកកកទៀតប៉ុន្តែខណៈរូបមន្តនេះជារូបមន្តមួយដែលបងប្អូនយកទៅឆ្លោះទៅមួយ specific អត់ច្បាស់លាស់អត់វាស់វែងបានអត់មានភាពប្រកបនិយមទេណាឆ្លើយស្របជាមួយនឹងទស្សនវិស័យនៃគោលនយោបាយជាតិណារដ្ឋធម្មនុញ្ញទេណា
ត្រូវពេលវេលាអត់ក្របស្ថានភាពប្រើប្រាស់ពេលវេលាប្រមាណវាស់វែងបានអត់សម័យដូច្នេះហើយខ្ញុំថ្ងៃនេះមានប៉ុណ្ណឹងបើគាត់ថាជាទស្សនៈមួយដែលខ្ញុំក្នុងនាមជាអ្នកតាមដានម្នាក់អញ្ចឹងសូមម្ដងហើយម្ដងទៀតសូមស្ដាប់ដោយការពិចារណាកុំតន់ជឿខ្ញុំហើយកុំតន់ធ្វើការវាតម្លៃ